បើចង់ចាប់ផ្ដើមហាត់ប្រាណត្រូវមើលវីដេអូនេះឲ្យចប់កុំឲ្យស្ដាយក្រោយខាត់ពេលឥតប្រយោជន៍តើអ្នកធ្លាប់ចាប់ផ្ដើមហាត់ប្រាណហើយបោះបង់ចោលឬទេឬក៏ធ្លាប់ខាតពេលខាតលុយតែមិនបានផលវីដេអូនេះគឺសម្រាប់អ្នកបើអ្នកចង់ចាប់ផ្ដើមហាត់ប្រាណកុំទាន់អាលចាប់ផ្ដើមបើសិនមិនទាន់បានមើលវីដេអូនេះចប់នេះគឺជាគន្លឹះដែលនឹងជួយអ្នកកុំឲ្យស្ដាយក្រោយមនុស្សជាច្រើនជាពិសេសយុវវ័យនៅពេលចាប់ផ្ដើមហាត់ប្រាណតែងតែមានការរំពឹងទុកខ្ពស់ពួកគេចង់បានរូបរាងដូចតារា model ឬកីឡាករកាយវិបកម្មភ្លាមពួកគេរកឃើញរូបនៅក្នុងអ៊ីនធឺណិតហើយស្រមៃថាចង់ហាត់ប្រាណឲ្យបានរូបរាងដូចនោះឆាប់ប៉ុន្តែការស្រមៃខ្ពស់ពេកដោយមិនបានមើលពីស្ថានភាពរូបរាងកាយខ្លួនបច្ចុប្បន្នគឺជាមូលហេតុចម្បងដែលធ្វើឲ្យពួកគេបរាជ័យពួកគេចាប់ផ្ដើមហាត់ប្រាណបានតែមួយរយៈខ្លីតែក៏មិនឃើញផលលឿនដោយការរំពឹងទុកក៏គិតថាមិនដឹងពេលណាបានដូចអ្វីដែលខ្លួនចង់បានបន្ទាប់មកក៏បោះបង់ចោលការពិតដែលអ្នកត្រូវដឹងថាតារា model កីឡាករកាយវិបកម្មឬក៏កីឡាករទាំងនោះពួកគេហាត់ប្រើរយៈពេលយូរណាស់ហើយមិនមែនបានភ្លាមនោះទេមុនពេលប្រកួតឬថតរឿងឬថតទស្សនាវដ្តីជាដើមគេសុទ្ធតែមានកម្មវិធីហាត់និងកម្មវិធីរបបអាហារយ៉ាងជាក់លាក់និងមានរយៈពេលមួយច្បាស់លាស់ពួកគេចាប់ផ្ដើមពីចំណុចមួយដូចអ្នកដែរហើយត្រូវចំណាយពេលយ៉ាងតិច3ខែ6ខែឬលើសពីនេះដើម្បីសម្រេចបានរូបរាងដែលពួកគេចង់បានក្រោមការណែនាំរបស់អ្នកជំនាញដូច្នេះបើអ្នកចង់ជៀសវាងការខកចិត្តនិងការខាតពេលសូមស្ដាប់គន្លឹះសំខាន់ខាងក្រោមនេះគន្លឹះសំខាន់ដើម្បីចាប់ផ្ដើមហាត់ប្រាណឲ្យបានជោគជ័យទី1កំណត់គោលដៅឲ្យបានច្បាស់លាស់និងប្រកបនិយមកុំចង់បានរូបរាងដូចគេភ្លាមចូលគិតថាតើអ្នកចង់បានអ្វីសម្រាប់ខ្លួនឯងក្នុងរយៈពេល3ខែ6ខែខាងមុខឧទាហរណ៍ចង់សម្រក់ឬក៏តម្លើងគីឡូ2ទៅ3គីឡូក្រាមក្នុងមួយខែចង់ហាត់ប្រាណឲ្យបាន3ដងនៅក្នុងមួយសប្តាហ៍ចង់រត់បាន1គីឡូម៉ែត្រដោយមិនឈប់គោលដៅតូចដែលអាចសម្រេចបាននិងផ្ដល់កម្លាំងចិត្តឲ្យអ្នកបន្តទៅមុខទី2ស្គាល់រាងកាយខ្លួនឯងនិងចាប់ផ្ដើមពីមូលដ្ឋានមុននឹងហាត់ចូលពិនិត្យមើលរាងកាយបច្ចុប្បន្នរបស់អ្នកតើអ្នកមានបញ្ហាសុខភាពអ្វីខ្លះតើកម្រិតកម្លាំងរបស់អ្នកស្ថិតនៅក្នុងកម្រិតណាចាប់ផ្ដើមពីលំហាត់ជាមូលដ្ឋានជាមួយនឹងទម្ងន់ស្រាលឬប្រើទម្ងន់ខ្លួនសិនក៏បានដើម្បីរៀនពីបច្ចេកទេសឲ្យបានត្រឹមត្រូវការហាត់ខុសបច្ចេកទេសមិនត្រឹមតែមិនបានផលទេតែថែមទាំងបណ្ដាលឲ្យមានរបួសទៀតផងទី3កសាងទម្លាប់ជាប់លាប់មិនមែនខ្លាំងតែម្ដងភាពជាប់លាប់គឺសំខាន់ជាងការហាត់ប្រាណឲ្យខ្លាំងចូលចាប់ផ្ដើមដោយការហាត់ត្រឹមតែ2ទៅ3ដងក្នុងមួយសប្ដាហ៍ហើយធ្វើវាឲ្យបានជាប់លាប់ពេលរាងកាយស៊ាំហើយចាប់ផ្ដើមបង្កើនបន្តិចម្ដងការហាត់ខ្លាំងពេកនៅខាងដើមដំបូងអាចធ្វើឲ្យអ្នកឈឺសាច់ដុំរហូតដល់ការបាក់ទឹកចិត្តនិងការបោះបង់ឈប់ហាត់ទី4យកចិត្តទុកដាក់លើអាហារូបត្ថម្ភការហាត់ប្រាណគឺត្រឹមតែជាចំណែកមួយនៃរូបមន្តតែប៉ុណ្ណោះផ្នែកដែលសំខាន់មិនអាចខ្វះបាននោះគឺអាហារូបត្ថម្ភការគេងការសម្រាកការទទួលទានទឹកនិងការហាត់ឲ្យបានជាប់ទៀងទាត់ជាប្រចាំគឺជាចំណុចគន្លឹះនៃភាពជោគជ័យបើអ្នកហាត់ប្រាណហើយញ៉ាំមិនត្រឹមត្រូវនោះលទ្ធផលក៏មិនបានល្អផងដែរចូលផ្ដោតលើការទទួលទានប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ដើម្បីកសាងសាច់ដុំCarbohydrate ជាប្រភពថាមពលនិងខ្លាញ់ល្អសម្រាប់សុខភាពរបស់អ្នកជៀសវាងអាហារកែច្នៃគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមទី5រីករាយនឹងដំណើរការនិងអបអរសាទររាល់ការរីកចម្រើនការហាត់ប្រាណមិនគួរជាបន្ទុកនោះទេចូលរកសកម្មភាពហាត់ប្រាណណាដែលអ្នកចូលចិត្តដូចជាការរត់ហែលទឹកលើកទម្ងន់យូហ្គាឬរាំជាដើមរីករាយជាមួយវាហើយកុំភ្លេចអបអរសាទររាល់ការរីកចម្រើនតូចរបស់អ្នកមិនថាជាការលើកទម្ងន់បានច្រើនជាងមុនឬរត់បានយូរជាងមុននោះទេជាចុងក្រោយចូលចាំថាការធ្វើដំណើរឆ្ពោះទៅកាន់រាងកាយដែលអ្នកចង់បានគឺជាការតស៊ូផ្ទាល់ខ្លួនហើយត្រូវការពេលវេលានិងការអត់ធ្មត់កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃប៉ុន្តែត្រូវប្រៀបធៀបខ្លួនឯងទៅនឹងកាលពីម្សិលមិញឬកាលពីពេលមុនហាត់បើអ្នកធ្វើតាមគន្លឹះទាំងនេះខ្ញុំជឿថាអ្នកនឹងទទួលបានផល100%មិនខាតពេលវេលាមិនខាតលុយឥតប្រយោជន៍ហើយនឹងជោគជ័យពិតប្រាកដចាប់ផ្ដើមឥឡូវនេះជាមួយនឹងផ្នត់គំនិតដែលត្រឹមត្រូវការចាប់ផ្ដើមទើបជាចំណុចជោគជ័យបើអ្នកគ្រាន់តែគិតហើយមិនចាប់ផ្ដើមអ្នកនឹងមិនដែលបានសម្រេចផលនោះទេតើអ្នកត្រៀមខ្លួនហើយឬនៅ
សូម comment ខាងក្រោមប្រសិនបើអ្នកនឹងចាប់ផ្ដើមហាត់ប្រាណទៅតាមដំណើរការដែលខ្ញុំលើកឡើងខាងលើបើអ្នកចូលចិត្តវីដេអូនេះហើយគិតថាវាមានប្រយោជន៍សូមកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត